ដើម្បីខ្មែរស្រឡាញ់ខ្មែរសហគ្រាសលៀងលេងប្រកាន់ជំហររក្សាតម្លៃផលិតផលរបស់ខ្លួនស្របតាមប្រសាសន៍របស់ថ្នាក់ដឹកនាំកម្ពុជាឲ្យពលរដ្ឋគ្រប់គ្រងផលិតផលក្នុងស្រុកស្ថាបនិកសហគ្រាសលៀងលេងផលិតទឹកត្រីទឹកស៊ីអ៊ីវទឹកខ្មេះទឹកម្ទេសនិងទឹកប្រេងខ្យងលោកលៀងលេងបានបង្ហាញជំហរប្រកាសការគ្រប់គ្រងផលិតផលខ្មែរនិងខ្មែរជួយខ្មែរព្រមទាំងបដិញ្ញាចិត្តក្នុងការបង្កើនការផលិតឲ្យបានច្រើនបំផុតឆ្លើយតបនឹងតម្រូវការអ្នកប្រើប្រាស់ទូទាំងប្រទេសថ្លែងក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី16ខែមិថុនាឆ្នាំ2025នេះលោកលៀងលេងបាននិយាយថាសហគ្រាសលៀងលេងផលិតគ្រឿងទេសប្រកបដោយគុណភាពសុវត្ថិភាពនិងធានាបាននូវស្តង់ដារជាតិនិងអន្តរជាតិឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកប្រើប្រាស់ជាពិសេសរក្សាតម្លៃសមរម្យសម្រាប់អតិថិជនយកទៅប្រើប្រាស់ស្ថាបនិកសហគ្រាសលៀងលេងបានអះអាងថាខ្លួននឹងបដិញ្ញាផ្គត់ផ្គង់លើកកម្ពស់ផលិតផលជាតិដែលផលិតដោយកូនខ្មែរនៅលើទឹកដីខ្មែរជូនដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូបបានប្រើប្រាស់ប្រកបដោយជំនឿចិត្តលើគុណភាពផលិតផលដោយអនុលោមភាពស្តង់ដារ ISO 9001 ISO 2018និងស្តង់ដារ Halal លោកលៀងលេងបន្ថែមជាថ្មីនេះសហគ្រាសលៀងលេងទទួលបានវិញ្ញាបនបត្រ CQS របស់ក្រសួងកសិកម្មនិងសហភាពអឺរ៉ុបដែលធ្វើឲ្យសហគ្រាសមួយនេះទទួលបានការគាំទ្រពីសំណាក់អ្នកប្រើប្រាស់ទាំងក្នុងនិងក្រៅប្រទេសទាំងគុណភាពនិងតម្លៃយ៉ាងណាលោកបានបដិញ្ញាចិត្តក្នុងការផ្គត់ផ្គង់នៅផលិតផលគ្រឿងទេសផ្ទះបាយនេះមិនឲ្យមានការខ្វះខាតទុកក្នុងស្ថានភាពណាក៏ដោយសូមអ្នកប្រើប្រាស់ទាំងអស់កុំព្រួយបារម្ភនៅកង្វះគ្រឿងទេសប្រើប្រាស់ឲ្យសោះគឺជឿជាក់មកលើសមត្ថភាពផលិតរបស់ក្រុមអ្នកផលិតចំណីអាហាររបស់ប្រជាជាតិខ្មែរយើងបន្ថែមពីនេះលោកបានបញ្ជាក់ថាក្នុងនាមអនុប្រធានសមាគមអ្នកផលិតចំណីអាហារកម្ពុជាមានមោទនភាពចំពោះសមាជិកជាច្រើនដែលបាននឹងកំពុងអភិវឌ្ឍបន្ថែមលើផលិតផលចំណីអាហារដែលប្រកបទៅដោយសុវត្ថិភាពនិងគុណភាពខ្ពស់សម្រាប់អ្នកប្រើប្រាស់បង្កើនចង្វាក់ផលិតកម្មពីមួយថ្ងៃទៅមួយថ្ងៃដើម្បីបំពេញទៅតាមតម្រូវការរបស់អ្នកប្រើប្រាស់ទាំងក្នុងនិងក្រៅប្រទេសលោកលៀងលេងក៏បានបញ្ជាក់ទៀតថាសប្តាហ៍ថ្ងៃនេះទាំងសហគ្រាសលៀងលេងក៏ដូចជាសមាជិកនៃសមាគមអ្នកផលិតចំណីអាហារកម្ពុជាបានត្រៀមរួចជាស្រេចក្នុងការបង្កើនការផលិតដោយប្រើប្រាស់វត្ថុធាតុដើមនៅក្នុងប្រទេសស្ទើរតែទាំងស្រុងតាមរយៈការចុះអនុស្សរណៈយោគយល់គ្នារវាងអ្នកចិញ្ចឹមនិងអ្នកផលិតនៅក្នុងស្រុកដើម្បីកាត់បន្ថយឲ្យបានជាអតិបរមាក្នុងការនាំយកវត្ថុធាតុដើមមួយចំនួនពីក្រៅប្រទេសយ៉ាងណាក៏ដោយស្ថាបនិកសហគ្រាសលៀងលេងដែលមាននិមិត្តសញ្ញារូបត្រីកញ្ចាញ់ច្រាស់ក៏បានរំលឹកអំពីសាវតារដំបូងរបស់ខ្លួនដោយបង្កើតឡើងតាំងពីមានមនុស្សត្រឹមតែ2នាក់កាលពីជិត20ឆ្នាំមុនរហូតមកដល់មានមនុស្សរាប់សិបនាក់កំពុងបម្រើការក្នុងដំណើរការផលិតនិងចែកចាយផលិតគ្រឿងទេសទាំងក្នុងនិងក្រៅប្រទេសជាមួយគ្នានេះដែរម្ចាស់សហគ្រាសមួយនេះបានបង្ហាញជំហរបង្កើនការផលិតលើផ្នែកផ្សេងៗទៀតនៃគ្រឿងទេសឲ្យបានច្រើនតាមរយៈការសិក្សាស្រាវជ្រាវបន្ថែមពីវត្ថុធាតុដើមក្នុងស្រុកដើម្បីយកមកបង្កើនផលិតផលថ្មីៗបន្ថែមទៀតបម្រើឲ្យអ្នកប្រើប្រាស់ឲ្យបានច្រើននិងផ្ដល់ឱកាសការងារដល់បងប្អូនប្រជាពលរដ្ឋឲ្យបានច្រើនតាមតែអាចធ្វើទៅបានដើម្បីខ្មែរស្រឡាញ់ខ្មែរគ្រប់គ្រងផលិតផលរបស់ខ្មែរលោកលៀងលេងបានបញ្ជាក់យ៉ាងច្បាស់ថាចង់បានទឹកត្រីដែលមានគុណភាពនិងសុវត្ថិភាពសូមនឹកដល់លៀងលេង